ជំរាបសួរពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូមួយនេះវីដេអូមុន part 1 ខ្ញុំនិយាយពីការ take care yourself ការមើលថែខ្លួនឯងចំណុចដែលខ្ញុំនិយាយនៅក្នុង part 1 គឺ stop compare yourself with another person ហើយនៅក្នុង part 2 នេះខ្ញុំចង់និយាយពីការរីករាយនៅអ្វីដែលខ្លួនឯងមាន happy what you have តើអ្នកទាំងអស់គ្នាធ្លាប់សួរខ្លួនឯងថាតើអ្នកទាំងអស់គ្នារីករាយនឹងអ្វីដែលខ្លួនឯងមានអត់ everyday នឹងតើអ្នកទាំងអស់គ្នារីករាយជាមួយនឹងអ្វីដែលខ្លួនឯងមានអត់មិនថាអ្នកទាំងអស់គ្នាស្ថិតនៅក្នុងកលៈទេសៈបែបណាអ្នកខ្លះគឺអ្នកខ្លះគាត់អត់មានអីគ្រប់យ៉ាងអីអត់មានឡានទំនើបជិះគាត់អត់មានផ្ទះធំទំនំស្តុកស្ដំនៅប៉ុន្តែគឺគាត់ចេះរីករាយនឹងជីវិតរបស់គាត់អ្នកទាំងអស់គ្នាដែលសម្លឹងមើលចង់ឲ្យថាក្មេងៗអ្នកទាំងអស់គ្នាគិតថាក្មេងៗជាមនុស្សដែលបរិសុទ្ធមែនអត់ទោះគាត់មានអីឬក៏គាត់មានអីទោះបានរបស់តិចតួចអីក៏ដោយក៏គាត់សប្បាយចិត្តទោះគាត់មានអីរបស់អីតិចតួចក៏ដោយក៏គាត់ happy នឹងរបស់ដែលគាត់បានដែរប៉ុន្តែនៅពេលដែលយើងធំឡើងសង្គមបានបរៀនយើងថាមើលគេនោះគេមានដល់ណាដល់ណីអីមិនបាននៅប៉ុណ្ណឹងមើលគេមានឡានជិះហ៎មើលគេមានផ្ទះធំនៅមិនបាននៅតែប៉ុណ្ណឹងអញ្ចឹងសង្គមបានបរៀនក្មេងៗនៅពេលដែលធំឡើងទៅគឺចាប់ផ្ដើមអត់ចេះរីករាយនៅអ្វីដែលខ្លួនឯងមានចង់សួរថានៅពេលដែលយើងសង្គមដើរតាមទំនោរទៅរកបែបហ្នឹងតើយើងអាចនឹងរីករាយនៅអ្វីដែលខ្លួនឯងរបស់តិចតួចដែលខ្លួនឯងមានទៀតអត់អ្នកទាំងអស់គ្នាប្រកាសជាអត់ happy ជាមួយនឹងអ្វីដែលខ្លួនឯងមាននេះយើងមិនថានៅពេលដែលអ្នកខ្លះគាត់មានផ្លូវចិត្តរបស់គាត់រឹងមាំគាត់អត់ខ្វល់ខ្វាយពីសង្គមខាងក្រៅមជ្ឈដ្ឋានខាងក្រៅច្រើនពេកអីអញ្ចឹងអ្នកខ្លះទៀតប៉ុន្តែមនុស្សភាគតិចដែលគាត់គិតបែបហ្នឹងគាត់រីករាយនៅអ្វីដែលខ្លួនគាត់មានដល់ពេលខ្លះយើងតែងតែថ្លឹងចិត្តរបស់ខ្លួនឯងទៅថ្លឹងចិត្តរបស់គេថារស់នៅតោកយ៉ាកលំបាកអញ្ចឹងរស់នៅកើតដែរប៉ុន្តែអ្នកដែលគាត់ស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងគឺគាត់បានទៅចិត្តនៅក្នុងវាសនារបស់គាត់ទេពេលថាពេលខ្លះអ្នកទាំងអស់គ្នាគិតច្រើនទៅលើឃើញគេក្រតោកយ៉ាកឬក៏អត់មានអីសោះដូចខ្លួនឯងតែយកចិត្តរបស់ខ្លួនឯងហ្នឹងទៅថ្លឹងមួយចិត្តរបស់គេរស់នៅចឹងរស់នៅកើតដែរជីវិតបែបហ្នឹងមានក្តីសុខដែរប៉ុន្តែអ្នកខ្លះទៀតគឺគាត់រស់នៅក្នុងជីវិតតោកយ៉ាករំបាកមែនប៉ុន្តែផ្លូវចិត្តរបស់គាត់គឺបានតោកយ៉ាកលំបាកដោយអ្វីដែលអ្នកផ្សេងអ្នកដទៃមើលមកគាត់ថាលំបាកឯងអ្នកទាំងអស់គ្នាចង់រស់នៅបែបផ្លូវចិត្តសំណួរសួរថាតើអ្នកទាំងអស់គ្នារស់នៅបែបផ្លូវចិត្តបែបមានក្តីសុខទទួលនៅអ្វីដែលខ្លួនឯងមានឬក៏រស់នៅបែបផ្លូវចិត្តអ្នកដទៃផ្លូវចិត្តអ្នកដទៃមានន័យថាយើងរស់នៅក្នុងការ compare ខ្លួនឯងជាមួយនឹងគេចង់បានរបស់ដូចគេប៉ុន្តែខ្លួនឯងអត់មានអ្នកទាំងអស់គ្នាតែងតែយកផ្លូវចិត្តរបស់ខ្លួនឯងគឺ compare ជាមួយនឹងរបស់ដែលគេមានតើអ្នកទាំងអស់គ្នាគិតថាតើជីវិតនិងផ្លូវចិត្តមួយណាដែលអ្នកទាំងអស់គ្នាគិតថាវាមានសារៈសំខាន់នៅក្នុងការរស់នៅរបស់យើងអ្នកទាំងអស់គ្នាតែងលើពាក្យថាឃើញដំរីជុះកុំជុះតាមដំរីអ្នកទាំងអស់គ្នាពាក្យអត្ថន័យហ្នឹងអ្នកទាំងអស់គ្នាបានដឹងហើយថាវាមានន័យថាម៉េចនៅពេលដែលយើងឃើញគេមានបានប៉ុន្តែហើយយើងចង់មានបានដូចគេប៉ុន្តែ level របស់យើងគឺអត់បានខ្ពស់ដូចគេគឺនៅ level 1ទេប៉ុន្តែគេឡើងដល់ level 5 level 6ឯងកម្រិតនៃការរស់នៅរបស់គេយើងឲ្យតមកអ្នកទាំងអស់គ្នា compare ខ្លួនឯង level 1ហ្នឹងជាមួយនឹង level 5 level 6ដូចគេដែរតើអ្នកទាំងអស់គ្នាគិតថាការ compare បែបហ្នឹងគឺជារឿងត្រឹមត្រូវអត់មិនថាជារឿងអ្នកទាំងអស់គ្នាខ្ញុំគិតថាវាជារឿងត្រឹមត្រូវព្រោះវាជាសេរីភាពនៃការគិតរបស់ខ្ញុំចង់ compare ខ្លួនឯងជាមួយណាគេក៏បានខ្ញុំចង់ធ្វើអីក៏បានវាគឺជាសិទ្ធិរបស់អ្នកទាំងអស់គ្នា
ចឹងហើយអ្នកទាំងអស់គ្នាអាចធ្វើអ្វីក៏បានដែរប៉ុន្តែសូមសួរថាតើផ្លូវចិត្តអ្នកទាំងអស់គ្នារស់នៅនឹងបានរីករាយអត់ជីវិតរបស់យើងខ្ញុំគិតថាវាសំខាន់ណាស់ទាក់ទងនឹងផ្លូវចិត្តនៅពេលដែលផ្លូវចិត្តរបស់យើងសុបាយអ្នកទាំងអស់គ្នានឹងអាចរស់នៅដោយមានភាពសុបាយរីករាយទោះថ្ងៃហ្នឹងយើងអត់មានលុយចាយក៏យើងអាចសុបាយចិត្តបានដែរដោយសារយើងអត់មានបានខ្វល់ខ្វាយអីច្រើនប៉ុន្តែអ្នកខ្លះគឺផ្លូវចិត្តគាត់អត់ផ្លូវចិត្តរបស់គាត់គឺអត់រឹងមាំឯនៅពេលដែលជួបបញ្ហាអីតិចតួចទៅគាត់តែងតែបាក់ទឹកចិត្តត្អូញត្អែពីនេះត្អូញត្អែពីនោះប៉ុន្តែអ្នកទាំងអស់គ្នាសង្កេតមើលមនុស្សដែលគាត់មានផ្លូវចិត្តរឹងមាំអ្នកទាំងអស់គ្នាដែលជួបមនុស្សបែបហ្នឹងអត់ទោះគាត់មានបញ្ហាអីក៏ដោយគាត់បានត្អូញត្អែគាត់ធ្វើធម្មតាអ្នកទាំងអស់គ្នាជួបអត់ធ្លាប់ជួបមនុស្សបែបហ្នឹងអត់គឺផ្លូវចិត្តរបស់គាត់គឺអត់មានរង្គោះរង្គើឬក៏អត់មានត្អូញត្អែអត់មានអីទាំងអស់គឺគាត់ធ្វើធម្មតាដោយអត់មានរឿងអីកើតឡើងទោះរឿងហ្នឹងចង់ថាប៉ិនភ្នំរឿងហ្នឹងចង់ថាធំដុំក៏ដោយប៉ុន្តែក៏ឡែកទៅមើលគាត់ទៅគឺគាត់ធ្វើដូចជាធម្មតាអ្នកទាំងអស់គ្នាគិតថាមនុស្សចឹងគឺមនុស្សដែលអត់ចេះគិតពីណាគេគិតតែខ្លួនឯងអត់ចេះកើតទុកអី no អ្នកទាំងអស់គ្នាធ្លាប់ជួបមនុស្សបែបហ្នឹងអ្នកទាំងអស់គ្នានឹងយល់លេថាប្រភេទគាត់ជាមនុស្សបែបម៉េចតែអ្នកទាំងអស់គ្នាធ្លាប់ជួបមនុស្សបែបហ្នឹងនៅ